សហជីពនៅកម្ពុជាអបអរសាទរចំពោះប្រាក់ឈ្នួលថ្មីរបស់កម្មករនិយោជិតចំនួន$210ក្នុងឆ្នាំ2026ក្រុមសហជីពនៅកម្ពុជាបានអបអរសាទរចំពោះប្រាក់ឈ្នួលថ្មីរបស់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរកាបូបចំនួន$210ក្នុងឆ្នាំ2026ដែលអនុវត្តចាប់ពីខែមករានេះតទៅហើយក្រៅពីប្រាក់ឈ្នួលពួកគាត់ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតលោកសំសឿនប្រធានសហភាពពលកម្មជាតិកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី2ខែមករានេះថានៅក្នុងឆ្នាំ2026នេះក្នុងនាមជាសហជីពលោកពិតជាសប្បាយរីករាយនិងចូលរួមអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតចំនួន$210ក្នុងមួយខែលោកបានបន្តថាមិនត្រឹមតែទទួលបានប្រាក់ឈ្នួលចំនួន$210ប៉ុណ្ណោះទេតែបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរក៏ទទួលបានប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន$10ប្រាក់សហួយធ្វើដំណើរនិងស្នាក់នៅចំនួន$7ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតជាមួយគ្នានេះលោកហងរាវីបានសង្កត់ធ្ងន់ថាការដំឡើងប្រាក់ឈ្នួលក្នុងឆ្នាំ2026នេះគឺជាលេខបូកសម្រាប់បងប្អូនកម្មករនិយោជិតហើយក្រៅពីនេះពួកគាត់ក៏ទទួលបាននៅការបង់ជូនប្រាក់សោធនគ្រោះថ្នាក់ការងារនិងបសសដែលអាចទៅពិនិត្យនិងព្យាបាលជំងឺដែលឥតគិតថ្លៃប្រាក់រង្វាន់ធ្វើការទៀងទាត់ប្រាក់ថ្លៃធ្វើដំណើរនិងស្នាក់នៅដូចគ្នានេះដែរលោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតជាពិសេសទៅលើការដំឡើងប្រាក់ឈ្នួលជូនពួកគាត់ជាបន្តបន្ទាប់